ជីវប្រវត្តិរបស់ព្រះនាងកេសាគោតមីធេរីព្រះនាងកេសាគោតមីធេរីជាអេតតកៈផ្នែកខាងទ្រទ្រង់ជីវរដ៏សៅម៉ងព្រះធេរីជាអ្នកទ្រទ្រង់នៅអរិយធម៌ថ្នាក់ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះពុទ្ធសាសនានេះថែមទាំងជាអ្នកបានទទួលតំណែងជាអេតតកៈគឺជាអ្នកបានទទួលការលើកតម្កើងអំពីព្រះលោកនិយមឲ្យជាអ្នកប្រសើរជាងភិក្ខុនៃទាំងឡាយផ្នែកខាងទ្រទ្រង់ជីវរដ៏សៅម៉ងជីវប្រវត្តិក្នុងបច្ចុប្បន្នជាតិរបស់ព្រះនាងកេសាគោតមីធេរីមានសម្ដែងទុកនៅក្នុងអត្ថកថាមនោរដ្ឋពរណីដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីនៅក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតនិងក្នុងអត្ថកថាបរមត្ថិបនីដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថានិងនៅក្នុងអត្ថកថាធម្មបទនៃសហសវៈនៅក្នុងរឿងកេសាគោតមីដូចមានសេចក្តីថាសម័យមួយព្រះមានប្រភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនជិតក្រុងសាវត្ថីព្រះអង្គបានត្រាស់ប្រពរឿងនាងកេសាគោតមីទើបទ្រង់ត្រាស់ធម្មទេសនាដើម្បីប្រោសដល់នាងកេសាគោតមីនិងពុទ្ធបរិស័ទច្រើនអ្នកទៀតឲ្យបានសម្រេចមគ្គផលទៅតាមបារមីដែលខ្លួនបានសន្សំមករៀងខ្លួនគ្រានោះនាងកេសាគោតមីពាក្យថាគោតមីជាឈ្មោះដើមរបស់នាងពាក្យថាកេសាជាពាក្យដែលពួកអ្នកស្រុកហៅដោយមានសេចក្តីថាស្គមឬស្ដើងជាធីតារបស់ត្រកូលអ្នកកំសត់ទ្រព្យសម្បត្តិឬទីតលក្រម្នាក់នៅក្នុងក្រុងសាវត្ថីនាងកេសាគោតមីចម្រើនវ័យធំដឹងក្តីហើយល្មមអាចនឹងមានគូស្រករនៅគ្រប់គ្រងផ្ទះបានតែមុនដែលនាងមានគូស្រករជាមេគ្រួសារនោះមានវត្ថុប្រាប់នៅហេតុជាសុភនិមិត្តថានាងកេសាគោតមីជាអ្នកមានបុណ្យបារមីច្រើនដែលអាចជួយឲ្យដល់ត្រកូលស្វាមីដោយមិនមាននរណាមួយគិតស្មានដល់ព្រោះថានៅក្នុងក្រុងសាវត្ថីមានសេដ្ឋីម្នាក់ជាអ្នកមានទ្រព្យសម្បត្តិ40កោដតែទ្រព្យសម្បត្តិទាំង40កោដនោះបានដល់ភាពវិបរិតគឺការប្រែប្រួលធ្វើឲ្យទ្រព្យសម្បត្តិទាំងអស់នោះคล้ายទៅជាខ្យូងយកប្រើប្រាស់ធ្វើអ្វីមិនកើតសេដ្ឋីនោះក៏ដល់នៅសភាពជាមនុស្សទីតលក្រម្នាក់នៅក្នុងក្រុងនោះទៅការលោកសេដ្ឋីបានកលេចឃើញទ្រព្យដែលមានការវិបរិតនោះហើយក៏បានកើតការទុច្ចចិត្តទុក្ខទោមនស្សថែមទាំងមិនបរិភោគអាហារបានដេកស្ងៀមនៅលើគ្រែដោយគិតសញ្ជឹងលំបាកក្នុងចិត្តមិនបានគិតធ្វើអ្វីយ៉ាងណាទើបជាការល្អគ្រានោះមានសម្លាញ់ម្នាក់ដែលជាសេដ្ឋីបានមកសួរសុខទុក្ខដោយមកជួបលោកកំពុងតែដេកនៅលើគ្រែសម្ដែងនៅអាការអស់សង្ឃឹមមានលក្ខណៈឲ្យប្រកាសដឹងបានថាកំពុងតែមានទុក្ខលំបាករហូតដល់បរិភោគអាហារមិនបានសម្រានមិនលក់គេឃើញដូច្នោះហើយទើបសួរសម្លាញ់ថាតើអ្នកមានហេតុអ្វីបានជាអ្នកមានសេចក្តីសោកសៅទុក្ខលំបាកចិត្តដូច្នេះគ្រានោះសេដ្ឋីបុត្រក៏បាននិយាយរឿងរ៉ាវទាំងអស់នោះប្រាប់ដល់សេដ្ឋីដែលជាសម្លាញ់បានជ្រាបលំដាប់នោះសេដ្ឋីដែលជាសម្លាញ់បាននិយាយលួងលោមចិត្តសម្លាញ់ថាសម្លាញ់កុំតូចចិត្តឡើយខ្ញុំដឹងឧបាយមួយយ៉ាងដែលនឹងអាចជួយសម្លាញ់បានចំពោះទ្រព្យដែលคล้ายទៅជាធ្យូងឲ្យคล้ายមកជាទ្រព្យដូចដើមវិញបានគ្រានោះសេដ្ឋីបុត្របានសួរទៅសេដ្ឋីបុត្រដែលជាសម្លាញ់ដោយមានការសប្បាយចិត្តថាតើយើងគប្បីធ្វើយ៉ាងណាសម្លាញ់ជួយប្រាប់ឧបាយនោះមកចុះយើងនឹងព្រមធ្វើតាមគ្រប់យ៉ាងលំដាប់នោះសេដ្ឋីបុត្រដែលជាសម្លាញ់បានប្រាប់ឧបាយនោះថាលោកចូលយកកន្ទេលទៅក្រាលនៅក្នុងទីផ្សារហើយជញ្ជូនមាសនិងប្រាក់យកទៅដាក់លើកន្ទេលនោះដោយធ្វើឲ្យជាគំនរធំដូចមនុស្សលក់ធ្យូងហើយអង្គុយចាំសង្កេតមើលថាមនុស្សទាំងឡាយដែលដើរមកដល់ហើយគេទាំងនោះនិយាយគ្នាយ៉ាងណាប្រសិនបើមាននរណាមកដល់ទីផ្សារនោះហើយអ្នកនោះនិយាយថាអ្នកដតីបានលក់វត្ថុផ្សេងមានសម្ពុតប្រេងទឹកឃ្មុំជាដើមចំណែកលោកមកអង្គុយលក់ធ្យូងទៅវិញកាលបើមានគេនិយាយយ៉ាងនេះហើយលោកត្រូវតបថាកាលបើខ្ញុំមិនលក់របស់នេះតើឲ្យខ្ញុំលក់អ្វីទៅប៉ុន្តែប្រសិនបើមានគេនិយាយថាអ្នកដតីមកលក់សម្ពុតប្រេងទឹកឃ្មុំជាដើមរីឯលោកមកអង្គុយលក់មាសនិងប្រាក់ទៅវិញកាលមានគេនិយាយយ៉ាងនេះលោកត្រូវនិយាយថាមាសនិងប្រាក់នៅទីណាកាលអ្នកនោះនិយាយថានោះមាសប្រាក់លោកត្រូវប្រាប់គេថាជួននាំយកមកមើលកាលបើគេចាប់ឡើងយកមកមើល
លោកត្រូវទទួលទុកព្រោះរបស់ដែលគេឲ្យនោះនឹងคล้ายទៅជាមាសនិងប្រាក់ពិតប្រាកដហើយលោកចូលពោលជាមួយនឹងអ្នកនោះថាមាសនិងប្រាក់ទាំងអស់នេះជារបស់អ្នកចូលមករស់នៅជាមួយនឹងយើងចុះប្រសិនបើអ្នកនោះជាកុមារិកាគឺជាស្រីលោកត្រូវនាំយកមកធ្វើជាភរិយានៃបុត្ររបស់លោកហើយប្រគល់ទ្រព្យ40កោដឲ្យដល់នាងកុមារិកានោះចំណែកលោកចូលប្រើប្រាស់ទ្រព្យដែលកុមារិកានោះឲ្យចុះបើអ្នកនោះជាបុរសលោកចូលលើកធីតាឲ្យទៅគេហើយប្រគល់ទ្រព្យ40កោដឲ្យគេដែរហើយប្រើប្រាស់ចំពោះមាសនិងប្រាក់ដែលគេឲ្យចុះលោកសេដ្ឋីទទួលយល់ព្រមថាឧបាយនេះជាឧបាយដ៏ល្អហើយបានធ្វើតាមពាក្យណែនាំរបស់សម្លាញ់ដោយជញ្ជូនមាសនិងប្រាក់ទៅចាក់ជាគំនរលើកន្ទេលនៅក្នុងទីផ្សារហើយអង្គុយចាំមើលដូចជាអ្នកលក់ធ្យូងអ្នកខ្លះមកហើយក៏ពោលថាអ្នកដតីគេលក់សម្ពុតលក់ប្រេងលក់ទឹកឃ្មុំជាដើមរីឯលោកមកអង្គុយលក់ធ្យូងលោកសេដ្ឋីនិយាយតបទៅជាមួយនឹងអ្នកនោះវិញថាបើខ្ញុំមិនលក់របស់របរដែលខ្ញុំមានតើឲ្យខ្ញុំធ្វើអ្វីគ្រានោះនាងកេសាគោតមីដែលជាធីតារបស់ត្រកូលកំសត់ឥតទ្រព្យម្នាក់បានទៅដល់ផ្សារដោយកិច្ចណានីមួយរបស់ខ្លួនក៏បានឃើញលោកសេដ្ឋីទើបសួរថាបបពិតបៃតាអ្នកដតីគេលក់សម្ពុតប្រេងទឹកឃ្មុំជាដើមហេតុអ្វីទើបលោកមកអង្គុយលក់មាសនិងប្រាក់ដូច្នេះទើបលោកសេដ្ឋីសួរថាមាសនិងប្រាក់នៅទីណាកូនស្រីនាងកេសាគោតមីឆ្លើយថាចាស់ត្រង់គំនោនោះឯងលោកសេដ្ឋីពោលថាបើដូច្នោះចូលកូនចាប់យកមកឲ្យបៃតាមើលបន្តិចនាងកេសាគោតមីទើបចាប់យកមាសនិងប្រាក់ពេញមួយក្តាប់ដៃឲ្យទៅលោកសេដ្ឋីមើលមាសនិងប្រាក់ដែលคล้ายទៅជាធ្យូងនោះក៏ត្រឡប់คล้ายជាមាសនិងប្រាក់ដូចដើមវិញលោកសេដ្ឋីមានការចាប់អារម្មណ៍ចំពោះនាងកេសាគោតមីជាទីបំផុតព្រោះនាងជាអ្នកដែលយើងត្រូវស្វែងរកនិងត្រូវគ្នានឹងឧបាយដែលសម្លាញ់ណែនាំមកទើបសួរថាកូនឈ្មោះអ្វីផ្ទះរបស់កូននៅទីណានាងកេសាគោតមីឆ្លើយថាខ្ញុំឈ្មោះគោតមីតែអ្នកដតីហៅខ្ញុំតាមដែលខ្ញុំស្គមដោយផ្ដើមពាក្យថាកេសារួមឈ្មោះថាកេសាគោតមីលោកសេដ្ឋីសួរតទៅទៀតថានាងមានប្តីហើយឬនៅនាងឆ្លើយថាខ្ញុំនៅមិនទាន់មានប្តីទេលោកសេដ្ឋីមានការពេញចិត្តណាស់កាលដឹងថានាងកេសាគោតមីនៅមិនទាន់មានប្តីទើបប្រគល់មាសនិងប្រាក់ទាំងនោះឲ្យនឹងទៅនិយាយសូមស្ដីដណ្ដឹងដល់ឪពុកម្ដាយរបស់នាងកេសាគោតមីហើយយកមកធ្វើជាកូនប្រសាររបស់ខ្លួនទាំងបានប្រគល់ទ្រព្យ40កោដឲ្យដល់នាងទ្រព្យ40កោដដែលคล้ายជាធ្យូងនោះបានคล้ายមកជាមាសនិងប្រាក់ដូចដើមនាងកេសាគោតមីកាលចូលមកជាកូនប្រសារនៅក្នុងផ្ទះរបស់លោកសេដ្ឋីហេតុតែនាងជាអ្នកមកពីត្រកូលឥតទ្រព្យទើបត្រូវបុគ្គលទាំងឡាយក្នុងផ្ទះលោកសេដ្ឋីមិនដឹងគុណនាងម្នាក់និយាយស្ដីនឹងធ្វើអាការមើលងាយប្រមាថនាងថាជាកូនក្រមុំរបស់មនុស្សទាល់ក្រធ្វើហាក់បីដូចជានាងមកអាស្រ័យនៅក្នុងបុណ្យនៃត្រកូលសេដ្ឋីនេះទើបនាងមានការតូចចិត្តប៉ុន្តែនាងកេសាគោតមីនៅគ្រប់គ្រងផ្ទះរួមជាមួយស្វាមីរហូតមកនាងបានតាំងពរកាលនាងមានគភ៌គ្រប់10ខែនាងក៏បានប្រសូតបុត្រការមានបុត្ររបស់នាងកេសាគោតមីធ្វើឲ្យនាងបានទទួលការលើកដំកើងរាប់អានអំពីបណ្ដាពពួកញាតិខាងប្តីដែលធ្លាប់តែនិយាយមើលងាយនាងសភាពប្រែប្រួលពីអាក្រក់មកល្អជួយឲ្យជីវិតរបស់នាងកេសាគោតមីមានសេចក្តីសុខសប្បាយស្រស់បោះឡើងវិញហើយការដែលគួរឲ្យសោកសៅតូចចិត្តដែលមិនមាននរណាអាចស្មានដឹងមុនបានក៏បានកើតឡើងដល់នាងកេសាគោតមីយ៉ាងច្រើនបំផុតដែលនាងមិនធ្លាប់បានប្រទះព្រោះកូនរបស់នាងកាលផ្ដើមធំនៅក្នុងវ័យដែលគួរឲ្យស្រឡាញ់ស្រាប់តែកូននោះស្លាប់ចោលនាងទៅនាងកេសាគោតមីមានសេចក្តីសោកក៏គិតថាយើងជាអ្នកបំផ្លាញលៀបនិងសក្ការៈក្នុងផ្ទះនេះនាងគិតថាចាប់តាំងអំពីកូនប្រុសកើតមកយើងជាអ្នកមានលៀបនិងមានសក្ការៈបុគ្គលទាំងនេះនឹងយកកូនប្រុសយើងទៅចោលនាងគិតដូច្នេះព្រោះមិនដឹងថាកូនប្រុសរបស់នាងស្លាប់ទៅហើយទេកាលបើកូនប្រុសរបស់នាងស្លាប់ទៅហើយបុគ្គលទាំងឡាយយកកូនប្រុសរបស់នាងទៅដុតនាងក៏ហាមឃាត់មិនព្រមឲ្យយកទៅដុតឡើយទាំងនេះព្រោះនាងមិនធ្លាប់ឃើញមនុស្សស្លាប់មកពីមុនហើយនាងគិតថាយើងនឹងសួររកថ្នាំដើម្បីនាំមកប្រោះកូនប្រុសរបស់យើងនាងទើបបីសាកសពកូនប្រុសដើរទៅសួរតាមលំដាប់ផ្ទះថា
លោកទាំងឡាយដឹងថ្នាំប្រុសកូនប្រុសរបស់ខ្ញុំឬទេបុគ្គលទាំងឡាយស្ដាប់សំណួររកថ្នាំប្រុសកូនប្រុសរបស់នាងម្នាក់ប្រាប់ថាថ្នាំសម្រាប់ប្រុសមនុស្សស្លាប់នាងធ្លាប់ឃើញពីណានាងឈួតឬទើបដើរសួររកថ្នាំប្រុសកូនដែលស្លាប់ទៅហើយបុគ្គលទាំងនោះម្នាក់ទះដៃធ្វើការចំអកចំអន់នាងដោយអាការផ្សេងនាងកេសាគូតមីដើរចេញទៅព្រោះសម្ដីចំអកចំអន់របស់បុគ្គលទាំងនោះតែនាងក៏នៅតែយល់ថាគង់នឹងបានជួបអ្នកដែលដឹងថ្នាំប្រុសកូនឲ្យរស់ឡើងវិញកាលនោះមានបុរសជាបណ្ឌិតម្នាក់ក៏លេចឃើញនាងកេសាគូតមីកំពុងដើរបីសាកសពកូនទើបគិតថាប្រហែលជាបុត្រដំបងហើយទើបនាងមានចិត្តរីមាយព្រោះសេចក្តីសោកចំពោះបុត្រយើងនឹងជួយសង្គ្រោះស្ត្រីនេះក៏បានប្រាប់នាងកេសាគូតមីថាខ្ញុំមិនដឹងថ្នាំទេតែអ្នកដែលស្គាល់ថ្នាំប្រុសឲ្យកូនរស់ឡើងវិញបាននាងកេសាគូតមីទើបសួរថាលោកដែលស្គាល់ថ្នាំប្រុសនោះជានរណាហើយនៅទីណាបុរសនោះតបថាព្រះសាស្តាទ្រង់ជាអគ្គបុគ្គលប្រសើរក្នុងលោកព្រមទាំងទេវលោកប្រថាប់នៅក្នុងវត្តចេតពុនជិតក្រុងសាវត្ថីនេះព្រះអង្គទ្រង់ស្គាល់ថ្នាំប្រុសកូននាងឲ្យរស់ឡើងវិញសូមនាងទៅកាន់សំណាក់ព្រះអង្គនិងក្រាបទូលសួរព្រះអង្គចុះនាងកេសាគូតមីពោលថាល្អហើយខ្ញុំនឹងទៅក្រាបទូលសួរព្រះអង្គហើយក៏បីសាកសពកូនចូលទៅគាល់ព្រះសាស្តាដោយឈរនៅខាងចុងបរិស័ទកាលព្រះសាស្តាប្រថាប់លើពុទ្ធាសនៈហើយក៏ក្រាបទូលសួរថាបបិទ្ធព្រះសម្ពុទ្ធបានឮថាព្រះអង្គទ្រង់ស្គាល់ថ្នាំប្រុសកូនឲ្យរស់ឡើងវិញឬព្រះអង្គព្រះមានប្រភាកត្រាស់តបថាណែនាងកេសាគូតមីតថាគតស្គាល់នាងកេសាគូតមីក្រាបទូលសួរថាព្រះអង្គត្រូវការវត្ថុអ្វីខ្លះដែលធ្វើជាថ្នាំព្រះភគវាត្រាស់ថាតថាគតត្រូវការគ្រាប់ស្ពៃមួយក្តាប់គ្រានោះនាងកេសាគូតមីក្រាបទូលថាខ្ញុំព្រះអង្គនឹងរកមកថ្វាយឲ្យទាល់តែបានតែថាមិនដឹងទៅរកគ្រាប់ស្ពៃនៅក្នុងទីណាព្រះអង្គព្រះលោកនាថទ្រង់ត្រាស់ថាណែនាងកេសាគូតមីនាងចូលទៅក្នុងក្រុងហើយដើរពេញនៅក្នុងក្រុងសាវត្ថីតាំងពីដើមរហូតទៅដល់ទីបំផុតបើនៅក្នុងផ្ទះមួយណាមិនធ្លាប់មានមនុស្សស្លាប់នាងចូលយកគ្រាប់ស្ពៃពីផ្ទះនោះមកឲ្យតថាគតនាងកេសាគូតមីក្រាបទូលទទួលថាព្រះករុណាព្រះអង្គហើយនាងក៏សប្បាយចិត្តបានក្រាបថ្វាយបង្គំលាព្រះទសពលដោយបីសាកសពកូនប្រុសចូលទៅក្នុងក្រុងសាវត្ថីលំដាប់នោះនាងកេសាគូតមីចូលទៅក្នុងផ្ទះមួយខ្នងជាលើកដំបូងបានសួរថាលោកម្ចាស់ផ្ទះនេះមានគ្រាប់ស្ពៃឬទេប្រសិនបើមានខ្ញុំសូមយកទៅធ្វើថ្នាំប្រុសឲ្យកូនប្រុសរបស់ខ្ញុំរស់ឡើងវិញម្ចាស់ផ្ទះតបថាមានហើយយកគ្រាប់ស្ពៃឲ្យនាងពេលនោះនាងកេសាគូតមីមុននឹងទទួលគ្រាប់ស្ពៃបានសួរម្ចាស់ផ្ទះថាក្នុងផ្ទះរបស់អ្នកមានអ្នកណាម្នាក់ស្លាប់ហើយឬទេគ្រានោះម្ចាស់ផ្ទះតបថាកេសាគូតមីហេតុអ្វីនាងសួរយ៉ាងនេះមានអ្នកណាខ្លះដែលនឹងរាប់ចំនួនមនុស្សដែលស្លាប់ហើយនៅក្នុងផ្ទះនេះបានអ្នកដែលមានជីវិតរស់នៅសល់តិចណាស់ឯអ្នកដែលស្លាប់ហើយមានច្រើនជាងណានាងពេលនោះនាងកេសាគូតមីពោលថាប្រសិនបើយ៉ាងនោះអ្នកចូលយកគ្រាប់ស្ពៃរបស់អ្នកត្រឡប់ទៅវិញចុះគ្រាប់ស្ពៃនេះមិនអាចធ្វើថ្នាំប្រុសឲ្យកូនប្រុសរបស់យើងបានទេព្រោះថាព្រះភគវាទ្រង់ត្រាស់ឲ្យខ្ញុំយកតែគ្រាប់ស្ពៃអំពីផ្ទះដែលមិនមានមនុស្សស្លាប់តែប៉ុណ្ណោះនាងកេសាគូតមីក៏បានដើរទៅរកគ្រាប់ស្ពៃនៅក្នុងផ្ទះបន្តទៅទៀតក៏បានទទួលពាក្យតបពីម្ចាស់ផ្ទះគ្រប់ផ្ទះដូចគ្នាទាំងអស់សូម្បីនាងបានដើរទៅពាសពេញទីក្រុងតាមព្រះពុទ្ធតម្រាស់របស់ព្រះលោកនាយករហូតទៅដល់វេលាល្ងាចនាងក៏កើតការតក់ស្លុតថាខ្ញុំយល់ថាសេចក្តីស្លាប់មានចំពោះកូនខ្ញុំតែប៉ុណ្ណោះតែតាមការពិតមនុស្សស្លាប់មានច្រើនជាងមនុស្សដែលរស់នៅដោយហេតុនេះព្រះមានជោគទ្រង់អនុគ្រោះដោយប្រយោជន៍ការនាងកេសាគូតមីបានគិតឃើញដូច្នេះហើយចិត្តដែលទន់ភ្លន់ព្រោះស្រឡាញ់កូនក៏កើតការរឹងរូសជជែកនាងទើបចេញពីផ្ទះទៅខាងក្នុងក្រុងដោយឆ្ពោះមុខទៅកាន់ព្រៃខ្មោចលុះនាងចូលទៅដល់ព្រៃខ្មោចហើយនាងក៏បាននិយាយនឹងកូនដែលបីនៅក្នុងដៃរបស់នាងថាកូនសម្លាញ់ម៉ែបានគិតថាការស្លាប់នេះមានចំពោះតែកូនម្នាក់ប៉ុណ្ណោះ
ប៉ុន្តែមរណធម៌នេះជាធម៌ដែលកើតទូទៅដល់សត្វលោកទាំងអស់រួចហើយនាងបានដាក់កូនប្រុសចូលនៅក្នុងព្រៃខ្មោចនាងបានពោលគាថាធម៌ណាដែលមានឈ្មោះថាអនិច្ចតាគឺសភាពប្រែប្រួលមិនទៀងទាត់អនិច្ចតាធម៌នេះមិនមែនជារបស់សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនិច្ចតាធម៌នោះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រមទាំងអស់គ្រប់រូបលុះនាងកេសាកោតមីពូលដូច្នេះហើយនាងបានត្រឡប់ចូលទៅគាល់ព្រះវិចិត្រមាថ្វាយបង្គំរួចហើយឈរនៅក្នុងទីដ៏សមគួរគ្រានោះព្រះសក្យមុនីទ្រង់ត្រាស់សួរថាណែនាងកេសាកោតមីនាងបានក្រោកស្ពៃឬទេនាងកេសាកោតមីទូលថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គរកក្រោកស្ពៃតាមពុតបំណងមិនបានទេព្រោះនៅក្នុងផ្ទះមួយមានមនុស្សស្លាប់ច្រើនជាងមនុស្សដែលរស់នៅខ្ញុំព្រះអង្គឈប់រកក្រោកស្ពៃហើយតែសូមព្រះលោកនាថទ្រង់ប្រកាសណាប្រទានទីពឹងឲ្យដល់ខ្ញុំព្រះអង្គផងលំដាប់នោះព្រះសក្យមុនីត្រាស់ថាណែនាងកេសាកោតមីនាងយល់ថាកូនរបស់នាងប៉ុណ្ណេះទេដែលស្លាប់តែការស្លាប់នោះជាទំនៀមការពិតសម្រាប់សត្វលោកព្រោះថាមច្ចុរាជតែងទាញយកសត្វលោកទាំងពួងទៅអ្នកដែលមានអធ្យាស្រ័យមិនទាន់គ្រប់គ្រាន់នៅបំណងរមែងរំកិលចុះទៅក្នុងសមុទ្រគឺអបាយទីដែលគ្មានសេចក្តីចម្រើនឬមានតែសេចក្តីវិនាសដោយអន្លង់ទឹកដ៏ធំគួចនាំយកសត្វលោកទាំងពួងទៅដូច្នោះដែរព្រះទសពលក៏ទ្រង់ត្រាស់សម្ដែងធម៌ទើបត្រាស់នៅប្រគាថាមច្ចុគឺសេចក្តីស្លាប់តែងទាយកទៅនៅនរជនអ្នកមានចិត្តជាប់ចម្ពាក់ក្នុងអារម្មណ៍ផ្សេងកំពុងជ្រើសរើសនៅផ្កាគឺកាមគុណ5នោះឯងដោយទឹកជំនន់ដែលគួចយកអ្នកស្រុកកំពុងតែដេកលក់ទៅដូច្នោះឯងកាលព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងប្រគាថានេះចប់នាងកេសាកោតមីក៏បានសម្រេចសោតាបតិផលជាព្រះអរិយបុគ្គលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនានេះពុទ្ធបរិស័ទទាំងឡាយដែលមកប្រជុំគ្នាក្នុងទីនោះក៏បានសម្រេចសោតាបតិផលជាដើមផងដែរទៅតាមបុណ្យបារមីរៀងខ្លួនគ្រានោះនាងកេសាកោតមីដែលបានសម្រេចសោតាបតិផលហើយទើបក្រាបទូលសូមបព្វជិចំពោះព្រះទសពលព្រះអង្គក៏ទ្រង់អនុញ្ញាតឲ្យនាងបព្វជិដោយបានបញ្ជូននាងឲ្យទៅកាន់សំណាក់ភិក្ខុនីនាងក៏បានថ្វាយបង្គំព្រះមានបុណ្យរួចប្រតិសិន3ជុំហើយក៏បានទៅកាន់សំណាក់ភិក្ខុនីកាលនាងបានបព្វជិឧបសម្បទាហើយក៏ប្រកាសឈ្មោះថាកេសាកោតមីធេរីថ្ងៃមួយព្រះនាងកេសាកោតមីធេរីដល់វិរៈទទួលនីតិចាត់ចែងដុតប្រទីបក្នុងរូងឧបោសថព្រះធេរីក៏បានឃើញអណ្ដាតប្រទីបឆេះសន្ធោសន្ធោឡើងនិងរលត់ទៅវិញនាងក៏បានកាន់យកជាអារម្មណ៍ថាសត្វលោកដែលកើតមកហើយត្រូវតែស្លាប់ទៅវិញដូចជាអណ្ដាតនៃប្រទីបដូច្នេះឯងរីឯអ្នកដល់នៅព្រះនិព្វានហើយមិនប្រកាសយ៉ាងណានោះទេនាងបានធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាយ៉ាងនេះវិបស្សនាញាណក៏បានចម្រើនឡើងហើយគ្រានោះព្រះពុទ្ធអង្គគង់នៅព្រះកណ្ដកុฏព្រះអង្គក៏បានបញ្ចេញព្រះឈោបនរង្សីទៅហាក់បីដូចជាព្រះបរមសាស្តាគង់ប្រថាប់នៅចំពោះមុខព្រះធេរីត្រាស់ថាយ៉ាងនេះឯងកេសាកោតមីសត្វលោកដែលកើតមកហើយត្រូវតែមានសេចក្តីស្លាប់ទៅជាទីបំផុតដូចជាអណ្ដាតប្រទីបនេះឯងអ្នកដែលដល់នៅព្រះនិព្វានហើយរមែងមិនប្រកាសយ៉ាងនេះឡើយព្រះអង្គទើបទ្រង់ត្រាស់ប្រគាថាបុគ្គលណាកាលមិនបានឃើញនៅការកើតនិងការសួនទៅនៃបញ្ញខណ្ឌទេហើយរស់នៅ100ឆ្នាំក៏ដោយជីវិតរបស់បុគ្គលអ្នកឃើញនៅការកើតឡើងនិងការសួនទៅនៃបញ្ញខណ្ឌសូម្បីរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាងកាលដែលព្រះអង្គទ្រង់ត្រាស់ប្រគាថានេះចប់ហើយព្រះនាងកេសាកោតមីបានសម្រេចនៅអរហត្តផលជាព្រះអរហន្តីដែលជាព្រះអរិយបុគ្គលថ្នាក់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនានេះព្រមទាំងបែកធ្លាយក្នុងបដិសម្បទា4នៅក្នុងពេលនោះឯងព្រះនាងកេសាកោតមីជាអ្នកតឹងរឹងបំផុតក្នុងការប្រើប្រាស់គ្រឿងបរិក្ខារដោយនាងជាអ្នកមានប្រក្រតីទ្រទ្រង់នៅជីវរសៅម៉ង3ប្រការគឺ1សម្ពុតជីវរដ៏សៅម៉ង2អំបោះសម្រាប់ដេរក៏សៅម៉ង3ជ្រលក់ទឹកអំចត់ក៏សៅម៉ងក្រោយមកព្រះវិចិត្រមាទ្រង់គង់នៅក្នុងវត្តចេតពុនជិតក្រុងសាវត្ថីព្រះអង្គក៏បានប្រកាសតែងតាំងភិក្ខុនៃទាំងឡាយទុកនៅក្នុងតំណែងជាអេតតកៈផ្សេងៗទៅតាមបុណ្យបារមីរៀងខ្លួនប៉ុន្តែនៅក្នុងពេលនោះដែរ
ព្រះលោកនាយកទ្រង់បានប្រកាសតែងតាំងព្រះនាងកេសាគោតមីធីរីទុកនៅក្នុងតំណែងជាអេតតកៈឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ជីវរសៅម៉ងមួយរូបដែរចំពោះរឿងការប្រកាសតែងតាំងព្រះនាងកេសាគោតមីធីរីទុកនៅក្នុងតំណែងជាអេតតកៈនោះដូចមានសម្ដែងនៅក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតដូចមានសេចក្តីថាអេតតកៈភគវេមមសាវិកានាងភិក្ខុនីនាងលូខចៃវរៈធរិយានាងយតិទាំងកេសាគោតមីមនាលភិក្ខុទាំងឡាយកេសាគោតមីជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយជាសាវិការបស់តថាគតផ្នែកខាងទ្រទ្រង់ជីវរសៅម៉ងព្រះនាងកេសាគោតមីធីរីក្រោយពីបានសម្រេចជាព្រះអរហន្តីហើយនាងបានពោលគាថាតាមដែលមានសម្ដែងប្រកបនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថាដូចមានសេចក្តីថាភាពនៃកល្យាណមិត្តចំពោះសត្វលោកព្រះមនីទ្រង់សរសើរហើយបុគ្គលកាលគប់រកនៅពួកកល្យាណមិត្តសូម្បីខ្លួនជាបុគ្គលពីលក៏គង់បានទៅជាបណ្ឌិតបុគ្គលគួរគប់រកនៅពពួកសប្បុរសប្រាជ្ញាដីបុគ្គលដែលគប់រកនៅសប្បុរសរមែងចម្រើនដោយពិតបុគ្គលឯណានីមួយមានខ្សាត់ជាដើមកាលគប់រកនៅពពួកសប្បុរសក៏បីរួចចាក់ទុកទាំងពួងក៏បីដឹងនៅអរិយសច្ចៈទាំង4ផងគឺទុក្ខសច្ចៈ1សមុទយសច្ចៈ1និរោធសច្ចៈ1មគ្គសច្ចៈប្រកបដោយអង្គ8ប្រការ1ព្រះមានប្រភិយជាសារថីទូមាននៅបរោះទ្រង់ត្រាស់ថាអត្ថិភាពនាំមកនៅសេចក្តីទុក្ខពិតមែនការនៅរួមជាមួយនឹងស្វាមីនាំមកនៅទុក្ខស្រីពួកខ្លះសម្រាលបុត្រតែម្ដងដាច់បំពង់ស្បូនស្លាប់ក៏មានស្រីពួកខ្លះជាសុខមាលជាតិមានគររវាងពាក់កណ្ដាលប្រាថ្នាសម្លាប់កូនក្នុងគរស៊ីថ្នាំពឹសដល់នៅសេចក្តីវិនិច្ឆ័យទាំងពីរនាក់កូននិងម្ដាយក៏មានខ្ញុំកាលទៅរកទីសម្រាលកូនបានឃើញប្តីស្លាប់ខ្ញុំនៅមិនទាន់ដល់ផ្ទះរបស់ខ្លួនក៏សម្រាលកូនកណ្ដាលផ្លូវកូនទាំងពីរក៏បានធ្វើមរណកាលប្តីរបស់ខ្ញុំក៏ស្លាប់នៅក្នុងរវាងផ្លូវខ្ញុំជាស្រីកំព្រាឯមេដាបិតានិងបងប្អូនប្រុសក៏ត្រូវគេដុតលើជើងថ្កជាមួយគ្នានាងរងទុក្ខប្រមាណមិនបានក្នុងត្រកូលដែលអត់ភុកទ្រព្យជាត្រកូលកំព្រាទឹកភ្នែករបស់នាងប្រព្រឹត្តទៅអស់ពាន់នៃជាតិជាច្រើនខ្ញុំឃើញនាងកើតជាចចកញីស៊ីសាច់មនុស្សក្នុងកណ្ដាលព្រៃស្មោសាមួយទៀតសាច់កូនក៏នាងបានស៊ីហើយក្នុងអត្តភាពនេះខ្ញុំមានវងត្រកូលសាបសូន្យត្រូវអ្នកផងតេះដៀលមានប្តីក៏ស្លាប់តែបានត្រាស់ដឹងនៅអមតៈអរិយមគ្គប្រកបដោយអង្គ8ជាដំណើរទៅកាន់ព្រះនិព្វានឈ្មោះថាអមតៈនេះខ្ញុំបានចម្រើនហើយព្រះនិព្វានខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរខ្ញុំបានឃើញនៅកញ្ចក់គឺធរខ្ញុំមានសគឺរាគាទីកិលេសកាត់ហើយមានភារៈដាក់ចុះហើយកិច្ចដែលគួរធ្វើខ្ញុំបានធ្វើរួចហើយនាងកេសាគោតមីធីរីមានចិត្តផុតស្រឡះហើយចាក់កិលេសបានពូលនៅសេចក្តីនេះមួយទៀតពាក្យរបស់ព្រះនាងកេសាគោតមីធីរីមានពាក្យដែលគួរឲ្យសង្ស័យច្រើនខតែសូមឲ្យយល់ថាពាក្យទាំងនេះជាពាក្យដែលព្រះថេរីនាំរឿងរ៉ាវរបស់នាងនិងអ្នកដទៃខ្លះរបស់ខ្លួនឯងខ្លះមកសម្ដែងលាយឡំគ្នានៅមានរឿងដែលមាជុលមករកគួនព្រះនាងកេសាគោតមីធីរីតាមដែលមានសម្ដែងប្រកបនៅក្នុងកេសាគោតមីសូត្រនៅក្នុងគម្ពីរសង្យុត្តនិកាយសគាថាទវៈនៃភិក្ខុនៃសង្យុត្តដូចមានសេចក្តីថាសាវត្ថីនិទានគ្រានោះព្រះនាងកេសាគោតមីភិក្ខុនៃស្លៀកស្បង់ប្រដាប់ដោយបាតនិងជីវរនៅក្នុងពពន់ហសម័យចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាតលុះត្រាច់ទៅបិណ្ឌបាតនៅក្នុងក្រុងសាវត្ថីហើយទ្រាបមកអំពីបិណ្ឌបាតនៅក្នុងបច្ឆាផតក៏ដើរសំដៅទៅកាន់អដ្ឋវ័នដើម្បីសម្រាកនៅក្នុងវេលាថ្ងៃលុះចូលទៅដល់អដ្ឋវ័នហើយក៏អង្គុយសម្រាកនៅក្នុងវេលាថ្ងៃក្រោមម្លប់ឈើមួយគ្រានោះមានចិត្តបាបមានប្រាថ្នាដើម្បីញ៉ាំងភ័យសេចក្តីតក់ស្លុតនិងសេចក្តីព្រីរោមឲ្យកើតឡើងដល់ព្រះនាងកេសាគោតមីធីរីមានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិក៏ចូលទៅរកព្រះនាងកេសាគោតមីលុះចូលទៅដល់ហើយក៏ពោលគាថានឹងព្រះនាងកេសាគោតមីភិក្ខុនៃថានាងឯងមានកូនស្លាប់ហើយមកអង្គុយតែម្នាក់ឯងមានមាត់ទួញយំនៅកណ្ដាលព្រៃតែម្នាក់ឯងនាងមកស្វែងរកប្រុសឬគ្រានោះព្រះនាងកេសាគោតមីភិក្ខុនៃមានសេចក្តីត្រេះរិះយ៉ាងនេះថាអ្នកនេះជាអ្វីណោជាមនុស្សឬជាអមនុស្សបានពោលគាថាទើបព្រះនាងកេសាគោតមីភិក្ខុនៃមានសេចក្តីចូលចិត្តដូច្នេះថានេះពិតជាមានចិត្តបាប
មានប្រាថ្នាដើម្បីបំភ័យធ្វើឲ្យសេចក្តីតក់ស្លុតនិងសេចក្តីព្រឺរោមឲ្យកើតឡើងដល់អាត្មាអញប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិបានជាពលគាថាលុះព្រះនាងកេសាកុតមីភិក្ខុនៃដឹងច្បាស់ថានេះពិតជាមានចិត្តបាបហើយក៏បានពលគាថានឹងមានចិត្តបាបដូច្នេះថាយើងជាស្ត្រីមានកូនស្លាប់ជាទីបំផុតត្រឹមនេះបរោះទាំងឡាយក៏មានទីបំផុតត្រឹមនេះដែរមនាលអវសរយើងមិនសោកសៅមិនទួញយំមិនខ្លាចអ្នកទេព្រោះថាសេចក្តីត្រេកអរក្នុងវត្ថុទាំងអស់យើងបានកម្ចាត់ចោលហើយគំនោនៃងងឹតគឺអវិជ្ជាយើងទម្លាយបង់បានហើយយើងឈ្នះនៅសេចក្តីវិនិច្ឆ័យនៃមច្ចុមាជាស្ត្រីមិនមានអាសវៈលំដាប់នោះមានចិត្តបាបដឹងថាព្រះនាងកេសាកុតមីធេរីស្គាល់ខ្លួនហើយក៏មានសេចក្តីទុក្ខតូចចិត្តបាត់អំពីទីនោះទៅភាពជាអ្នកដឹងមាយាទនិងរបៀបក្នុងការចូលទៅកាន់សង្គមថាគួរមិនគួររបស់ព្រះនាងកេសាកុតមីភិក្ខុនីនិងភាពជាអ្នកបានទទួលការសរសើរផ្នែកខាងទ្រទ្រង់ជីវរសៅម៉ងពីព្រះទសពលក្នុងកាលដែលព្រះអង្គគង់ប្រថាប់នៅក្នុងភ្នំកិច្ចកូតជិតក្រុងរាជក្រឹសតាមដែលមានរឿងសម្ដែងនៅក្នុងអត្ថកថាធម្មបទនៃព្រាហ្មវគ្គនៅក្នុងរឿងព្រះនាងកេសាកុតមីភិក្ខុនីដូចមានសេចក្តីថាសកទេវរាជព្រមដោយទេវតាជាបរិវារស្ដេចចូលទៅគាល់ព្រះលោកនាថនៅក្នុងភ្នំកិច្ចកូតនោះលុះវេលាឈានចូលទៅកាន់មជ្ឈមយាមទ្រង់ថ្វាយបង្គំហើយប្រថាប់ឈរនៅក្នុងទីដ៏សមគួរហើយទ្រង់ព្រះសណ្ដាប់ធម្មកថាឈ្មោះថាសារណីធរគឺធរដែលប្រព្រឹត្តទៅដើម្បីរលឹកដល់គ្នានឹងគ្នាឬដើម្បីសម្ដែងមេត្រីភាពដល់គ្នានឹងគ្នាក្នុងខណៈនោះព្រះនាងកេសាកុតមីភិក្ខុនីគិតថាយើងនឹងចូលទៅគាល់ព្រះសម្ពុទ្ធនាងបានហោះទៅតាមផ្លូវអាកាសលុះទៅដល់ទីជិតកន្លែងគង់ប្រថាប់របស់ព្រះមានបុណ្យព្រះថេរីបានក្រឡេកឃើញសកទេវរាជព្រមទាំងទេវតាជាច្រើនដែលនៅជិតទីគង់ប្រថាប់របស់ព្រះសម្ពុទ្ធនោះព្រះថេរីគិតថាកាលនេះជាកាលមិនគួរដែលខ្លួនចូលទៅគាល់ព្រះមនីទេត្រឹមតែបានថ្វាយបង្គំព្រះសាស្តានៅលើអាកាសរួចហើយក៏ត្រឡប់ជិះចេញទៅគ្រានោះសកទេវរាជបានទតឃើញព្រះថេរីថ្វាយបង្គំព្រះពុទ្ធអង្គរួចហើយក៏បានត្រឡប់ជិះចេញទៅវិញតែសកទេវរាជព្រះអង្គមិនបានប្រកាសថាជានរណាទើបក្រាបទូលសួរព្រះមហាវីរៈថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុនៃរូបនោះមានឈ្មោះអ្វីលុះបានថ្វាយបង្គំព្រះអង្គហើយក៏ត្រឡប់ទៅវិញព្រះអង្គគ្រានោះព្រះលោកនាថត្រាស់តបថាមហាបពិតភិក្ខុនៃរូបនោះឈ្មោះកេសាកុតមីជាធីតារបស់តថាគតជាធេរីអ្នកប្រសើរជាងភិក្ខុនៃទាំងឡាយជាសាវិការបស់តថាគតផ្នែកខាងទ្រទ្រង់ជីវរសមងព្រះសាស្តាបានត្រាស់ប្រកាសថាតថាគតហៅបុគ្គលអ្នកទ្រទ្រង់សម្ពុតបាំងសកលមានកាយស្គមមានខ្លួនរវាមដោយសរសៃជាបុគ្គលឯកឯងចម្រើនឈាននៅក្នុងព្រៃនោះឈ្មោះថាជាព្រាមក្នុងពេលដែលព្រះសាស្តាទ្រង់ត្រាស់សម្ដែងប្រកាសថានេះចប់មានពុទ្ធបរិស័ទជាច្រើនដែលបានសម្រេចអរិយផលទាំងឡាយមានសោតាបតិផលជាដើមទៅតាមបុណ្យបារមីរៀងខ្លួនទៅជីវប្រវត្តិក្នុងអតីតជាតិរបស់ព្រះនាងកេសាកុតមីដែលពោលអំពីការសន្សំបុណ្យបារមីទុកមកដើម្បីជាផ្លូវទៅរកព្រះនិព្វានដែលជាដែនដីបរមសុខមានសម្ដែងនៅក្នុងអត្ថកថាមនោរដ្ឋពរណីនិងក្នុងគម្ពីរខុទ្ទកនិកាយអបទានដែលជាការពោលអំពីជីវប្រវត្តិខ្លួនឯងទុកដោយព្រះនាងកេសាកុតមីភិក្ខុនីដោយមានសេចក្តីថាព្រះចិនស្រីព្រះនាមបតមុត្តរៈទ្រង់ដល់ត្រើយនៃធម៌ទាំងពួងព្រះអង្គជានាយកទ្រង់កើតឡើងក្នុងកាប់ទី100,000រាប់ថយក្រោយអំពីផតកັບនោះទៅកាលនោះខ្ញុំកើតក្នុងត្រកូលមួយនៅក្នុងក្រុងហង្សវតីបានចូលទៅគាល់ព្រះពុទ្ធព្រះនាមបតមុត្តរៈទ្រង់ប្រសើរជាងនរជននោះហើយយកព្រះអង្គជាទីពឹងខ្ញុំបានស្ដាប់ធម៌ដ៏ពិរោះរបស់ព្រះអង្គជាធម៌ដែលប្រកបដោយសច្ចៈ4មានអានិសង្សដ៏ក្រៃលែងនាំមកនូវសេចក្តីស្ងប់និងសេចក្តីសុខក្នុងចិត្តកាលនោះព្រះពុទ្ធជាអ្នកប្រាជ្ញជាបរិសុទ្ធដ៏ខ្ពង់ខ្ពស់ទ្រង់សរសើរតាំងភិក្ខុនៃអ្នកទ្រទ្រង់ជីវរដ៏សៅម៉ងនៅក្នុងនេតិជាអេតតកៈខ្ញុំញ៉ាំងបៃតិមានប្រមាណច្រើនឲ្យកើតឡើងស្ដាប់នូវគុណនៃភិក្ខុនីខ្ញុំធ្វើនៅគ្រឿងសក្ការៈដល់ព្រះពុទ្ធតាមគួរដល់សេចក្តីអង្អាចតាមគួរដល់កម្លាំងខ្ញុំបានក្រាបចុះចិត្តព្រះលោកនាថជាអ្នកប្រាជ្ញមានប្រាជ្ញាភ្ជាប់ខ្ជួននោះហើយប្រាថ្នានៅតំណែងនោះកាលនោះព្រះសម្ពុទ្ធជានាយកទ្រង់អនុមោទនាចំពោះការបាននៅតំណែងនោះថាក្នុងកាប់ទី100,000អំពីកាប់នេះ
ព្រះបរមសាស្តាព្រះនាមគូដំទ្រង់កើតឡើងនៅក្នុងអកាកត្រកូលនឹងបានត្រាស់ដឹងឡើងនៅក្នុងលោកនាងនេះនឹងបានជាព្រះញាតិក្នុងធម៌ទាំងឡាយនៃព្រះគូដំនោះជាអរោះជាធម្មនិមិត្តបានជាសាវិកានៃព្រះសាស្តាមានឈ្មោះថាកេសាកោតមីកាលនោះខ្ញុំបានស្ដាប់នៅពុទ្ធព្យាករនោះក៏រីករាយមានចិត្តប្រកបដោយមេត្តាបានបម្រើព្រះជន្មស្រីជានាយកដោយបច្ច័យទាំងឡាយដល់រាបដល់អស់ជីវិតដោយកម្មដែលខ្ញុំធ្វើល្អនោះផងដោយការតម្កល់នៅចេតនានោះផងលុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតនៅក្នុងឋានតាវតឹងព្រះពុទ្ធទ្រង់ព្រះនាមកាសបៈមានផៅពងដ៏ប្រសើរមានយសធំព្រះពុទ្ធទ្រង់ព្រះនាមកាសបៈមានផៅពងដ៏ប្រសើរមានយសធំទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយទ្រង់កើតឡើងហើយនៅក្នុងផតកកម្មនេះកាលនោះព្រះរាជាក្នុងដែនកាសីទ្រង់ព្រះនាមកេអ៊ិព្រះអង្គជាធំជាងនរជននៅក្នុងក្រុងពីរាណសីដ៏ឧត្តមទ្រង់ជាឧបថៈនៃព្រះពុទ្ធព្រះអង្គស្វែងរកនូវគុណដ៏ធំខ្ញុំជាធីតាទី5នៃព្រះរាជាអង្គនោះមានឈ្មោះប្រកាសថាធម្មាបានស្ដាប់ប្រធរព្រះលោកនាថដ៏ប្រសើរហើយពេញចិត្តនឹងភ្នោះព្រះបិតានៃយើងមិនទ្រង់អនុញ្ញាតឲ្យបួសទេកាលនោះយើងជាអ្នកមិនខ្ជិលច្រអូសបានប្រព្រឹត្តព្រះមច្ចរិយធម៌សម្រាប់កុមារីអស់ 20000 ឆ្នាំក្នុងផ្ទះយើងជាព្រះរាជធីតា7នាក់ជាកញ្ញានៃស្ដេចស្ថិតនៅក្នុងសេចក្តីសុខត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធគឺនាងសមណីមួយសមណគុត្តាមួយភិក្ខុនីមួយភិក្ខុទាសិកាមួយធម្មាមួយសុធម្មាមួយសង្ឃទាសិកាជាគម្រប់7ព្រះរាជធីតា7អង្គនោះលុះវិលវឹងបានមកជាព្រះនាងខេមាមួយអបុលវណ្ណាមួយបដាចារាមួយគុណ្ដលកេសាមួយខ្ញុំមួយធម្មទិន្នាមួយពិសាខាជាគម្រប់7ដោយកម្មដែលខ្ញុំធ្វើល្អនោះឯងដោយការតម្កល់នូវចេតនានោះផងលុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយក៏បានទៅកើតនៅក្នុងឋានតាវតឹងឥឡូវនេះមកដល់បច្ឆិមភពខ្ញុំកើតនៅក្នុងត្រកូលសទ្ធិដែលជាអ្នកធ្លាក់ខ្លួនកំសត់ឥតទ្រព្យជាត្រកូលទុនទាបទៅវិញតែខ្ញុំមានប្តីត្រកូលសម្បូរទៅដោយទ្រព្យសម្បត្តិជនទាំងឡាយដ៏សេះវាលែងតែប្តីរបស់ខ្ញុំចេញសុទ្ធតែជាអ្នកឥតទ្រព្យខ្ញុំប្រសូតកូននៅក្នុងកាលណាជនទាំងពួងក៏អាណិតខ្ញុំក្នុងកាលនោះកាលណាកូនខ្ចីរបស់ខ្ញុំនោះជាកុមារតូចថិតនៅក្នុងសេចក្តីសុខជាទីស្រឡាញ់របស់ខ្ញុំដូចជាជីវិតរបស់ខ្លួនកាលនោះកូននោះក៏លុះអំណាចនៃសេចក្តីស្លាប់ទៅខ្ញុំមានសេចក្តីសោកគ្រប់សង្កត់មានមុខប្រកបដោយសេចក្តីទុក្ខមានភ្នែកពេញទៅដោយទឹកភ្នែកមានមាត់យំពោសាកសពដែលស្លាប់នោះហើយយំត្អូញត្អែកាលនោះខ្ញុំបានជួបបរិសម្នាក់ក៏ចូលទៅរកព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរហើយពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គឲ្យថ្នាំប្រុសឲ្យកូនប្រុសរស់ព្រះចិនស្រីព្រះអង្គជាអ្នកឆ្លៀសវៃក្នុងអបាយនៃការទូន្មានទ្រង់ត្រាស់ថាជនទាំងឡាយដែលស្លាប់ហើយមិនមានក្នុងផ្ទះណាចូលនាងយកក្របស្ពៃអំពីផ្ទះនោះមកឲ្យតថាគតកាលនោះខ្ញុំដើរទៅកាន់ក្រុងសាវត្ថីរកមិនបានផ្ទះប្រកបដូច្នោះព្រោះហេតុនោះនឹងរកក្របស្ពៃអំពីផ្ទះណាបានលំដាប់នោះខ្ញុំក៏បាននៅស្មារតីឡើងខ្ញុំចូលនៅសាកសពហើយចូលទៅគាល់ព្រះពុទ្ធអង្គជាលោកនិយុគចំណែកខាងព្រះអង្គមានសម្លេងពីរោះទ្រង់តោឃើញខ្ញុំអំពីចម្ងាយហើយត្រាស់ថាបុគ្គលណាកាលមិនបានឃើញនៅការកើតនិងការសួនទៅនៃបញ្ចខន្ទីហើយរស់នៅ100ឆ្នាំក៏ដោយក៏ជីវិតរបស់បុគ្គលអ្នកឃើញនៅការកើតឡើងនិងការសួនទៅនៃបញ្ចខន្ទីសូម្បីរស់នៅត្រឹមតែមួយថ្ងៃក៏ប្រសើរជាងអនិច្ចតាធម៌នេះនឹងថាជាធម៌សម្រាប់អ្នកស្រុកមួយក៏ទេជាធម៌សម្រាប់អ្នកនិគមមួយក៏ទេជាធម៌សម្រាប់ត្រកូលមួយក៏ទេធម៌នោះឯងសម្រាប់លោកព្រមទាំងទេវលោកទាំងអស់ខ្ញុំនោះបានស្ដាប់នៅគាថាទាំងឡាយនេះហើយជំរះនៅធម្មចក្ខុគឺសោតាបតិមៈលំដាប់នោះខ្ញុំក៏ដឹងច្បាស់នៅព្រះសទ្ធម្មហើយចូលទៅកាន់ភ្នោះប៉ុន្តែនឹងសូមនាំយកជីប្រវត្តិនៅក្នុងបច្ចុប្បន្នជាតិរបស់ព្រះនាងកេសាកុត្តមីធេរីដែលមានសេចក្តីផ្សេងគ្នាពីការពោលរួចមកហើយជារឿងដែលពោលដល់ការបានសម្រេចអរិយផលតាមន័យនៅក្នុងគម្ពីរខុទ្ទកនិកាយអបទានដូចមានសេចក្តីថាលុះខ្ញុំបួសរួចហើយក៏មានចិត្តស្ងប់ប្រកបក្នុងសាសនាព្រះមុនីអស់កាលមិនយូរប៉ុន្មានខ្ញុំក៏បានសម្រេចជាព្រះអរហន្តីខ្ញុំជាអ្នកធ្វើនៅសាសនានៃព្រះមុនីស្ទាត់នៅក្នុងឫទ្ធិទាំងឡាយដឹងនៅចិត្តនៃបុគ្គលដទៃដោយសោតធាតុដ៏ជាទឹក
ខ្ញុំដឹងនៅពពេនិវាសានុសតិមានទើបបច្ចៈខោខ្ញុំបានសម្រេចហើយខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅជាអ្នកបរិសុទ្ធស្អាតមិនមានមន្ទិលសោះឡើយព្រះលោកនាថខ្ញុំបានបម្រើហើយសាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយភារៈដ៏ធ្ងន់ខ្ញុំបានដាក់ចុះហើយតណ្ហាដែលជាគ្រឿងនាំសត្វទៅកាន់ភពខ្ញុំបានគោះរំលើងចោលហើយខ្ញុំចេញចាក់ផ្ទះចូលទៅកាន់ភ្នោះដើម្បីប្រយោជន៍ណាប្រយោជន៍នោះគឺកិរិយាអស់ទៅនៃសង្យោជនៈទាំងពួងនោះខ្ញុំបានសម្រេចហើយញាណរបស់ខ្ញុំដ៏ទូលាយស្អាតក្នុងអត្ថធរនិរុត្តិនិងបដិភិនព្រោះអំណាចនៃព្រះពុទ្ធដ៏ប្រសើរខ្ញុំនាំសម្ពុតអំពីគំនោសម្រាមផងអំពីព្រៃស្មោសានផងអំពីច្រកផងហើយធ្វើជាសង្ឃិដីទ្រទ្រង់នៅជីវរដ៏សៅហ្មងព្រះចិនស្រីជាលោកនិយុទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំគឺការទ្រទ្រង់នៅជីវរដ៏សៅហ្មងនោះបានតាំងខ្ញុំទុកក្នុងតំណែងជាអេតតកៈក្នុងពួកបរិស័ទកិលេសទាំងឡាយខ្ញុំបានដុតបំផ្លាញហើយភពទាំងអស់ខ្ញុំដកចោលហើយខ្ញុំជាស្រីមិនមានអាសវៈព្រោះបានកាត់ផ្ដាច់ចំណងដូចជាមេដំរីដ៏ប្រសើរបានកាត់ផ្ដាច់នៅទន្លីខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរវិជា3ខ្ញុំបានសម្រេចហើយសាសនាព្រះពុទ្ធខ្ញុំបានធ្វើហើយបដិសម្បទា4វិមក8និងអភិញ្ញា6នេះខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរទាំងសាសនារបស់ព្រះពុទ្ធខ្ញុំក៏បានប្រតិបត្តិហើយចប់ជីវប្រវត្តិរបស់ព្រះនាងកេសាកូតមីធេរីតែប៉ុណ្ណេះខ្ញុំប្រកាសរណាខ្ញុំបាទសូមថ្លែងអំណរអគុណដ៏ជ្រាលជ្រៅចំពោះអស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅជីវប្រវត្តិរបស់ព្រះនាងកេសាកូតមីធេរីមកប៉ុណ្ណេះក៏សូមចែករំលែកនៅបុណ្យកុសលដែលកើតអំពីធម្មទាននៅក្នុងឱកាសពេលនេះចែកជូនប្រគេនដល់អស់លោកស្រីលោកយាយលោកតាប្រកាសរណាគ្រប់ព្រះអង្គមិត្តអ្នកស្ដាប់គ្រប់គ្នាសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអនុមោទនា